ឧបសគ្គគ្រប់បែបយ៉ាងត្រូវតែទម្លុះទម្លាយហ្មងបាទឡើងឋានសួគ៌ថ្មិចឲ្យទាល់តែដល់ឋានព្រះអាទិត្យបាទអញ្ចឹងបងប្អូនតោះយើងចិត្តដល់កន្លែងឋានព្រះអាទិត្យហើយបងប្អូនបាទបងប្អូនសម្រាប់ភ្នំកំពង់ត្រាចយើងណានៅពេលដែលបងប្អូនបានទស្សនាល្អាងភ្នំកំពង់ត្រាចរួចហើយបងប្អូនចង់មកមើលល្អាងព្រះអាទិត្យល្អាងព្រះច័ន្ទនិងស្រះស្រង់ព្រះអាទិត្យនៅទីនេះភាគច្រើនបងប្អូនត្រូវការជិះអទេសសេះតាំងពីភ្នំមនីសិលារហូតមកដល់ល្អាងព្រះអាទិត្យនេះហើយបងប្អូនមើលនេះគឺជាអទេសសេះរបស់បងប្អូនសហគមន៍ដែលគាត់រងចាំបម្រើសេវាកម្មជូនបងប្អូនអាចធ្វើដំណើរទស្សនាជុំវិញភ្នំក៏បានឬក៏បងប្អូនចង់ជិះមកត្រឹមហ្នឹងត្រឹមល្អាងព្រះអាទិត្យហ្នឹងក៏បានហើយនៅខាងក្រោយខ្នងខ្ញុំនេះគឺជាផ្លូវឡើងទៅល្អាងព្រះអាទិត្យអញ្ចឹងចង់ដឹងថាតើល្អាងព្រះអាទិត្យល្អាងព្រះច័ន្ទហ្នឹងមានស្ថានភាពបែបណាអញ្ចឹងអញ្ជើញឡើងទៅលើជាមួយនឹងខ្ញុំដើម្បីបានឃើញទាំងអស់គ្នាតោះបងប្អូននៅខាងក្រោមនេះគឺជាស្រះស្រង់ព្រះអាទិត្យកន្លែងនេះក៏អាចរាប់បានថាជាកន្លែងស័ក្តិសិទ្ធិមួយដែលបងប្អូនអ្នកស្រុកគាត់តែងតែជំនឿហើយគាត់មកបន់ស្រន់នៅទីនេះឬក៏អាចថាងូតទឹកដើម្បីសុំសេចក្តីសុខឬក៏ងូតទឹកដើម្បីលាងជំរះនៅមន្ទិលសៅម៉ងឬក៏ជាធិរោគាយរបស់គាត់អញ្ចឹងណាអញ្ចឹងយើងចង់ដឹងថាតើល្អាងស្រះស្រង់ព្រះអាទិត្យនឹងមានស្ថានបែបម៉េចរូបរាងបែបម៉េចអញ្ចឹងយើងទៅមើលល្អាងព្រះអាទិត្យទាំងអស់គ្នាតោះបងប្អូនបងប្អូននោះឃើញទេបាទល្អាងនេះត្បិតថាល្អាងភ្នំថ្មហើយមានជម្រៅប៉ុន្តែជាទឹកដែលមនុស្សអាចងូតបានឥឡូវយើងមើលទឹកនេះណាបាទថ្លាឆ្វេងហើយយើងមើលទៅមានចំណាំងពណ៌ខៀវបងប្អូនឥឡូវចាំមើលខ្ញុំចុះទៅខាងក្រោមនឹងមើលអូចុះមកណាបើកភ្លើងអត់បើកភ្លើងបាច់ទេភ្លឺដែរបងប្អូនស្រះស្រង់ព្រះអាទិត្យនេះក្មេងៗអ្នកស្រុកគាត់តែងតែមកងូតលេងកំសាន្តនៅកន្លែងហ្នឹងព្រោះអីទឹកស្រះស្រង់នេះគឺត្រជាក់ហើយថ្លាបងប្អូនទឹកនេះគឺថ្លាឆ្វេងតែម្ដងហើយបើសិនជាយើងថតពីខាងលើមកមានចំណាំងផ្លេកពីផ្កាថ្មមកគឺឡើងពណ៌ខៀវថ្លាហើយនេះមនុស្សកំពុងតែងូតលេងបងប្អូនបើតាមជំនឿគេមកងូតកន្លែងនេះទៅដើម្បីបានជារោគីអីផ្សេងៗអញ្ចឹងទៅតាមអបិយជំនឿរបស់ពួកគេណាប៉ុន្តែនេះគឺជារបស់កម្រវាជាទិដ្ឋភាពកម្រមួយនៃភ្នំកំពង់ត្រាចដែលមានល្អាងភ្នំដែលមានទឹកហើយថ្លាឆ្វេងហើយអាចមនុស្សអាចងូតលេងបានទៀតអញ្ចឹងតាមធម្មតាល្អាងផ្សេងឬភ្នំផ្សេងវាច្រើនតែមានបជាវមានអីជុះអាចអីចឹងទៅទឹកវាអត់ល្អទេទឹកពណ៌ខ្មៅអញ្ចឹងប៉ុន្តែកន្លែងនេះគឺអត់មានទេបងប្អូនអត់មានបជាវគឺទឹកថ្លាឆ្វេងហើយមនុស្សយើងអាចងូតលេងកម្សាន្តបានអញ្ចឹងនេះគឺជាទិដ្ឋភាពទាំងមូលនៃស្រះស្រង់ព្រះអាទិត្យបាទបងប្អូនឥឡូវបន្ទាប់ពីយើងឡើងពីស្រះស្រង់ព្រះអាទិត្យយើងក៏នឹងបន្តដំណើរទៅមើលល្អាងព្រះច័ន្ទនិងល្អាងព្រះអាទិត្យម្ដងហើយឥឡូវនេះគឺល្អាងព្រះច័ន្ទនិងល្អាងព្រះអាទិត្យហ្នឹងគឺមានលោកយាយដែលជាចាស់ព្រឹទ្ធាចារ្យមួយរូបដែលគាត់នៅចាំអ្នកមកយាយហៅថាជាបើមិនស្នងណាជាអ្នកបម្រើអូមកយាយគឺជាអ្នកបម្រើបើមិនល្អាងព្រះអាទិត្យនិងល្អាងព្រះច័ន្ទបាទហើយនេះគឺជាសំណង់ដែលគាត់បានសាងសង់ដើម្បីឲ្យភ្ញៀវទេសចរយើងនឹងងាយស្រួលនៅក្នុងការធ្វើដំណើរឡើងទៅឋានព្រះអាទិត្យហើយនិងឋានព្រះច័ន្ទអញ្ចឹងលោកយាយអាចជូនដំណើរពួកខ្ញុំទៅបានទេលោកយាយរួមដំណើរបានអញ្ចឹងផ្លាកនេះដែលយាយសរសេរ2015ខែ7អញ្ចឹងអានេះយាយធ្វើផ្ទាល់ដៃច្រើនហើយក៏ជួលគេខ្លះដែរអញ្ចឹង2002រហូតដល់2016យាយដាក់សរសេរថាអ្នកបម្រើព្រះពុទ្ធដល់តា2017រហូតដល់2023យាយដាក់ថាយាយកំសត់អូអញ្ចឹងបងប្អូនអរគ្នានេះគឺជាអក្សរដែលឆ្លាក់ដោយដៃរបស់លោកយាយផ្ទាល់អូបាទ
chẳng bên này tha sầm non chả đá ấy nó cứ lúc dưới chuyện nét phơ sang xong làm bà đầm bay ấy lối đôi cầm láng chi vô bong ôn chạy tiền cho mẹ hộp cái tiêu hộp cái khuê chẳng bên này tha ca châu rùm chùm này phải chạy bị bong ôn mà cạ mà sen nó cứ chia ca rùm chùm này cho không ca bị vọt đầm bón tì sẽ cho bà dương đai bên này lúc dưới bà chẳng ở lại này lúc dưới nó chu đầm nào chứ là từ than pre tết muốn được cái than bạch chăn là cái than bạch chăn muốn nó than bạch chăn ní bò rong bò rán cha haoไปเฮียแจม chẳng ដល់ពេលញៀនត្រាស់ដឹងខ្ញុំកាលណាជាអ្នកបម្រើទុសបារមីនេះគាត់ប្រាប់ថាឋានព្រះច័ន្ទចឹងបាននាមថាឋានព្រះច័ន្ទនេះគឺវិមានរបស់ច័ន្ទ្រាសូយ៉ាចឹងយើងចាយើងរួមដំណើរជាមួយខ្ញុំចា បងប្អូនឥឡូវយើងឡើងទៅមើលឋានព្រះច័ន្ទជាមួយនឹងលោកយាយទាំងអស់គ្នាតោះ ហើយចដើនេះយើងឡើងក្នុងការប្រុងប្រយ័ត្នតិចព្រោះយាយអ្នកធ្វើវានឹកអត់លុយអូលុយតិចដល់ការប្រុងប្រយ័ត្នហ្នឹងហើយបងប្អូននេះចដើមកយាយថាទៅឡើងប្រយ័ត្នបន្តិចដោយសារតែលុយបច្ច័យលុយកាក់តិចទួចស្រួចស្ដើងហ្នឹងហើយរបស់បងប្អូនដែលចូលរួមមួយលោកយាយហ្នឹងលោកយាយក៏ធ្វើដើម្បីឲ្យពួកយើងហ្នឹងអាចឡើងបានហ្នឹងហើយបាទbà sân chị ọt miên chỉ đá thmo cái tết bắt tôm tịnh tuổi chẳng thế dương phải bà bạ đá bên đấy bát thưa bát ở smớ bà chẳng mò bông mò ở đấy chơi nó bà chơi mà chơi nó ở đây đây là hô ta ở đây dây còn lại gọi là ngay chẳng sạch đông chiên lang rừng ấy nào dây ở đấy đi mà còn đi dân miên bạc canh đây đây chứ bà ai bà coi bạc canh đây ấy đứng nhom thuê luôn ấy ô năng ngay đại sao đây chua cái khuôn mò khuôn dạ đó lại cái sủa lại chân đó dạ chân dừng đó lại những dân stop đợi đó của bán đây đi tây sập hiệp nông bò bông ôn pe đại dương mà đó cả lại chỉ cái nôm chết ở lại đứng dân chết đó là ăn phải chán nó vậy nữa cho anh ti vào mùi ô than xua cho anh ti vào mùi bông ôn ở kia lại nó nhom ban mà đó than xua cho anh ti vào mùi vậy hay mưa nọ than xua pre nè pin ở lại nó dương mà đó cả lại nó dương sầm lăng mưa khơi từ hiệp nôm bò lại chấp mặt cả lại tại mà đòn ấy dân kho ní chả lót nôm nít nôm là ăn ô bà bông ôn là lại nó dương mà đó than xua cho anh ti vào mùi năng bà tam bà sa bà lục dĩa á than bà chán than xua cho anh ti prem pi than xua pre nè pin bà hay mà đo cả lại nó dương ai coi con tê sập hiệp trong đôn hay chỉ muôi nâng nôm vò bạc xài bọc nôm vó nè mong ổn lấy dân mơ mà ví dụ lo mà tên không ấy dân mơ khơi nhà vót nôm hiệp trắng tiết năng ngày bom ổn lấy dương ai bà to tận nào tới than bà chán tiết bán nó mà vậy tiết ở đó than xua cho anh ti prem pi bạn ní cái bánh bạc màu năm cao kia cha nè đo lại mơ tận đoán tha lùm bát tay dương thuê đầm ná tấm anh chơi lùm bát thế nè đo lại cha dân đa ca cái toàn ba nhà nâng bạn tao dân mơ khơi ngọt rùng mà dây bên đây tha mạch bên đây tha anh ấy cái bánh bạc thì lơ màu anh chăm pe bạc tao dân mơ ọt khơi cả ọt toàn bạc dân mơ khơi vì khó máu mơ vì na vì nay mới có khơi này chẳng bên đây thành chè chỉ biết bong ôn tịch thmo mà teng ní bên đây tha với chia đầm bầu rung na ngày kia bà chia đầm bầu rung còn té không chẩn đoán cào bay nam máu tết nam cao chiêng bà không nam cao chiêng nó đời xaแต่มันmiên ca ham khót nó không ca bay thmo bằng tu thmo chẳng tới có cái bằng tu thmo đầm bay dọc từ lũ oi rong chạ căn thmo chẳng đi bong ôn nè mưa nè nam khuông bà ní cứ chia nam khuông rung đạ rùm xèo nhá hay mình men chia rương mình pet đấy ná rương pet ná ập nè banh ní nụ trắng bật toa nó té hà mọt ọt huôi nhau luôn trắng bật toa pi cái khuông rung đạm xéo cái bông tu mọt là ăn nó lẹ cho má ở lại mà cho bằng mọt là ăn năng tại bật đòn cả thà không ấy nắng dương anh mơ pi lùm ho má khơi mọt là ăn than phải chắn nó cứ chớp ba còn ta lại ní cứ thmo mà đông thông ní lẹ pi lơ má bằng chết rồi chẳng ban chỉ dương lang mà tam trọ tôi mới nỉnh chẳng việc của bạn thích bong ôn cua sóc đây mò giờ màu lụt đầu chẳng là bong ôn
តោះឥឡូវយើងចូលទៅមើលខាងក្នុងមើលមកយាយ យ៉ាងបានន័យថាទ្វាពហិចាមអញ្ចឹងយើងដល់នេះយើងឃើញប៉ិតហើយពហិចាមនេះនេះយើងដល់ចាមមុនណា អូកន្លែងនេះណា ហ្នឹងហើយពហិចាម បងប្អូនតំបន់នេះខ្ញុំបានឮពីលោកយាយហើយក៏បានទៅសាកសួរដល់លោកពូកែមអីប្រធានសហគមន៍ អាន បាទកែមសំអានបាទលោកពូកែមសំអានក៏គាត់បញ្ជាក់ដែរថាកន្លែងនេះពីដើមមកគឺជាមហាសមុទ្រហើយភ្នំនេះគឺជាកោះហើយកន្លែងនេះគឺជាកន្លែងដែលកាលជំនាន់នោះគាត់មកថ្វាយបង្គំធ្វើសមាសនៅកន្លែងហ្នឹង ពេលចាមស្ដេចចម្ប៉ាហ្នឹងអស់អង្គទៅគាត់មកបួសនៅកន្លែងនេះ អូបាទហើយនេះ អញ្ចឹ គឺជា ងរូបគាត់នៅខាងក្នុង អញ្ចឹងកន្លែងនេះ ពហិចាម បាទគឺដំបូលពហិចាមเนาะ ហ្នឹងហើយ បាទ អញ្ចឹងក្នុងនេះវាមានសាវតាគ្រប់ផ្សេងជាតិ បាទ ព្រោះវាមានព្រះអាទិត្យព្រះច័ន្ទនេះព្រះច័ន្ទខ្នើតពេញបររលូច អូដែលហៅថាលអាងប្រច័នហ្នឹងគឺដោយសារតែមើល នេះមិនមែនប្រច័នកាលជាមនុស្សទេប្រច័នបច្ចុប្បន្ន អញ្ចឹង ខ្នើតពេញបររលូច អូ ចា អញ្ចឹងគឺសំដៅទៅដល់អារុន3ខាងលើនៃដំបូលហ្នឹងเนาะ ហ្នឹងហើយ អូ ប្រច័ន បាទបងប្អូនណាដែលធ្លាប់បានមកទស្សនានៅលអាងឋានប្រច័នបាទជាគាត់ដឹងប៉ុន្តែបើបងប្អូនដែលមិនទាន់បានឃើញដូចខ្ញុំមកដល់រៀងប្លែកភ្នែកបន្តិចណាបងប្អូនហើយជាពិសេស យើងមកដល់កហួសប្រច័នប្រហែលជា2ម៉ែត្រមកយើងមើលទៅទិសឦសានមានអ្នកខ្លះគាត់អត់ដឹងសាច់រឿងគាត់ហៅថាភ្នំដោះមុំខ្លះទៀតគេហៅថាភ្នំបេះដូងការប៉ិតមែនទេដំរីសភ្លុកខៀវគូតមួយទៅអាគ្នេយ៍គូតមួយទៅពេលយប់ អូមកយាយនិយាយហ្នឹងគឺភ្នំហ្នឹងហ៎ ភ្នំហ្នឹងដំរីសភ្លុកខៀវ ភ្នំហ្នឹងដំរីសភ្លុកខៀវ ហ្នឹងហើយ មើលអាម៉េចបានដឹងថាដំរី ក្បាលហើយនឹងក្បាលគ្នាគូតមួយទៅអាគ្នេយ៍គូតមួយទៅពេលយប់ អូអញ្ចឹងមានន័យថាទល់គ្នាហ្នឹងគឺក្បាល ក្បាល អូ ហើយអានោះតម្រៃត្រោមអញ្ចឹងភ្នំ3នោះអត់ជាប់គ្នាទេពីនេះទៅ3គីឡូ អូភ្នំនោះភ្នំដំរីទ្រោម ភ្នំដំរី ដំរីទ្រោមហ្នឹងមានន័យថាមិនមានន័យថាជុលគ្នាហើយចាញ់ហ៎ អត់ទេអានេះកាលប្រអិនប្រែកាលាកំណើតជាសត្វ អូ អានេះតម្រៃសភ្លុកខៀវអានោះតម្រៃត្រោម បងប្អូន ហើយឥឡូវយើងកំពុងតែនៅលើឋានព្រះច័ន្ទហៅថាវិមានឥន្ទ្រីសូយ៉ាអញ្ចឹងតម្រៃទាំង4នេះជិះលើនាគហ្នឹងវត្តករិសាលាហ្នឹងនាគម៉ែជ្រះក្នុងខ្នល់ហ្នឹងនាគឪមហាព្រំជិះពីលើនាគភ្នំនេះមានសាវតាគ្រប់សញ្ជាតិមានព្រះអាទិត្យព្រះច័ន្ទរូបកំណើតជាមនុស្សនេះការដឹងសុំដឹងពីបារមីសម្រាប់ខ្ញុំសុំគាត់ដឹងសុំគាត់ធ្វើជាអ្នកបម្រើមិនមែនថាជាអ្នកខ្លាំងខ្លាទេអញ្ចឹងបានគាត់ឲ្យដឹងពេលគាត់ឲ្យដឹងក៏ខ្ញុំប្រឹងប្រែងដើម្បីធ្វើឲ្យបងប្អូនឃើញហើយកាលនេះយើងឆ្លងមកនេះប្រាសាទចំប៉ាហៅថាចាម បាទ អានេះខ្មែរយើងប្រាសសេអាមេត្រី អញ្ចឹងមកយាយចាឥឡូវយើងអាចចូលទៅមើលខាងក្នុងនេះបានទេ បាន បាទ នេះប្រាសាទប្រាសសេអាកើតនៅ2024ចាអញ្ជើញខាងនេះយើងវ៉ែតែចេះវិញយើងឃើញទ្វារប្រាសាទប្រាសសេអារៀងស្លាត់ពោ អូ រៀងស្លាត់ពោ យើងមើលប្រឡោះហ្នឹងហ៎ ចា បាទ មាត់រូងអញ្ចឹងផែនទីដីខ្មែរយើងដំបងក៏រៀងស្លាត់ពោទ្វារប្រាសាទរបស់ប្រាសសេអាមេត្រីស្រីពោធិញ្ញាណក៏ស្លាត់ពោជុំវិញភ្នំនេះមានទីនេះប្រាសាទរបស់ប្រាសសេអាខាងក្រោមនេះប្រាសាទរបស់កាសបៈនៅខាងវត្តនោះប្រកបសន្ធោបកោនិកុមនោព្រះអង្គកោដំជាថ្មចឹងយើងអញ្ជើញមើលប្រាសសេអាហើយយើងអញ្ជើញទៅមើលប្រាសាទព្រះព្រំ បាទ ចាអញ្ចឹងយើងខ្វះគ្រឿងចាអត់អីទេចាំងយកបោលជើញមកអត់អីទេចានេះប្រាសាទព្រះព្រំអត់អីទេមិនជាល្ងិតប្រមាណនេះ អូ នេះអានេះសំពៅប្រចានយានចំនេះរបស់គាត់កាលនៅសមុទ្រចឹងកំពុងត្រាចយើងនេះកន្លែងប្រជុំមហាសមុទ្រទន្លេ4មុខ អូ ចា កន្លែងខ្ពស់ជាងគេហ្នឹងគេហៅ ប្រា អី សាទព្រះព្រំ ប្រាសាទព្រះព្រំ ចា អូអានេះស្រួចអូក្នុងហ្នឹងដូចជាមានសត្វវិជាមកយាយ មាន អូបងប្អូននេះ ប្រាសាទព្រះព្រំមាន ប្រាសាទព្រះព្រំអូបាទមានរុននៅខាងលើដែលអាចជះពលឺមកខាងក្រោមដែរបងប្អូន តិចទៀតមកយើងមើលទៅមើលប្រអិនម្ដងចា អូមានប្រអិនទៀត នេះហ្នឹងព្រះព្រំខាងនេះប្រអិន
ចឹងកន្លែងនេះឋានសួគ៌ជាន់ទី7នេះវាជុំគ្នាជុំគ្រប់ផ្សេងជាតិ បាទ ចានេះដល់កន្លែងនេះប្រាសាទព្រះព្រំសូយ៉ាពន្លឺភព3ថ្ងៃណា បាទ នេះបលាំងពុទ្ធខ្មែរ នេះបលាំងពុទ្ធខ្មែរអញ្ចឹងបរមបុរាណគាត់អត់ដឹងគាត់ដឹងថាតាវិហាចាមតែគាត់អត់ដឹងរឿងលំអិតច្រើន បាទ ហ្នឹងហើយអានេះពន្លឺភព3នេះប្រអិន អូ អានេះបលាំងពុទ្ធខ្មែរ បាទ អានេះរូបស្ដេចចម្ប៉ានៅខាងនេះដែលគាត់មកបួសនៅណាងក្រោយពីអស់នគរទៅចម្ប៉ានេះរូបចម្ប៉ា អូជារូប អញ្ចឹងរូបនេះมันមានដេកទេគាត់ឈរលើនេះគេបដិឋានឲ្យឈរលើនេះដល់ក្រោយមកក៏ឆ្នាំកៅជាងហ្នឹងត្រឡប់មកពីអត់អីហូបវិញមកពីសង្គ្រាមវិញហ្នឹងចេះតែបាញ់យកអាមកដោះ បាទ បាញ់រូបគាត់ដួលទៅនេះអក្សរវៀតណាមដែលគេសរសេរ អូមានអក្សរវៀតណាមទៀត អក្សរវៀតណាមនេះហើយនោះអក្សរនោះមានអ្នកមើលទៅគេថាដាក់ថាប្រាសាទ អូបងប្អូននេះអក្សរតាំងពីជំនាន់វៀតណាមជំនាន់ ឆ្នាំ60ជាងអញ្ចឹងបុរាណសបូវៀតណាមឡើងមកគ្រប់នៅទីនេះ អូបាទ អញ្ចឹងវៀតណាមគេថាកន្លែងនេះជា មើលឃើញឯងបងឃើញឯង ឃើញហ្នឹងហើយ នោះហើយបើអក្សរនេះអត់លឺណាមើលឃើញថាមកយេបើនោះគេមើលឃើញថាប្រាសាទប៉ិតមែនតែអក្សរវៀតណាមមែនតែគេដាក់ថាប្រាសាទ អូបាទ អញ្ចឹងនៅភ្នំនេះក៏វាមានកន្លែងហូជីមិញឋានៈធរដែរ ចឹង ហ្នឹងហើយនៅស្អែកអុយ បងប្អូននេះបន្ទាប់ពីយើងមកដល់ឋានប្រច័នហើយឥឡូវយើងបន្តទៅឋានព្រះអាទិត្យវិញមកយាយយើង ហ្នឹងហើយហ្នឹងហើយ ទៅឋានព្រះអាទិត្យមើល យើងទៅផ្លូវធម្មជាតិវាមានបោះឋានព្រះអាទិត្យវាមានបោះឥន្ទ្រីសូយ៉ាយ៉ាដែរអាគ្រូអ៊ំក៏យ៉ាលើក៏យ៉ានេះស្លឹកពោធិ៍ឡើងស្រួច ចឹងមកយាយខ្ញុំសុំ review ឡើងនេះបន្តិចណាបងប្អូនឥឡូវនេះបន្ទាប់ពីយើងបានគយគុណនៅលអាងប្រច័នលអាងប្រព្រំរួចមកឥឡូវយើងមកកលេចមកចាប់អារម្មណ៍ជាមួយនឹងទស្សនភាពនិងខ្យល់ជំនោរនៅលើភ្នំលអាងប្រច័ននេះវិញបងប្អូនមើលនេះនៅពេលដែលយើងឈរកន្លែងនេះខ្យល់បក់ឲ្យត្រសៀកត្រជាក់ចេញមកពីលអាងភ្នំតែម្ដងហើយអ្វីដែលពិសេសបងប្អូននោះយើងមើលទៅភ្នំសដែលលោកយាយគាត់ថាភ្នំដំរីសភ្លុកខៀវហ្នឹងណាប៉ុន្តែភ្នំនេះដែលនៅក្នុងក្រសួងវប្បធម៌គាត់បានសរសេរថាភ្នំសអញ្ចឹងពេលដែលយើងមើលពីខាងលើលអាងប្រច័ននេះទៅទេសភាពគួរឲ្យជាប់ចិត្តមែនតើជាពិសេសគឺខ្យល់ត្រជាក់បងប្អូនអាចមកលំហែសម្រេចឬក៏ថតផ្ដិតយករូបភាពអនុស្សាវរីយ៍អីផ្សេងគឺពិតជាស្អាតមែនតើស្អាតខ្លាំងហើយនៅខាងក្រោមនេះបងប្អូនមានផ្លូវអទេសសេសដែលបងប្អូនអាចជិះអទេសសេសកលឹងមកជុំវិញភ្នំហ្នឹងទស្សនាលេងជាមួយនឹងភ្នំកំពង់ត្រាចយើងបានអញ្ចឹងហើយចំពោះភ្នំខាងនោះគឺគេហៅថាភ្នំដំរីបងប្អូនឥឡូវនេះបន្ទាប់ពីយើងចេញដំណើរពីលអាងប្រច័នទៅលអាងព្រះអាទិត្យគឺយើងអត់ធ្វើដំណើរតាមផ្លូវដែលយើងឡើងមកនេះទេបាទគឺយើងនឹងធ្វើដំណើរគេហៅថាផ្លូវធម្មជាតិហើយផ្លូវធម្មជាតិនេះវាពិបាកបន្តិចបងប្អូនប៉ុន្តែយើងអាចឆ្លងទៅលអាងព្រះអាទិត្យបានដោយចំណាយពេលតិចជាងអញ្ចឹងបងប្អូនមើលផ្លូវបាទគឺយើងត្រូវឆ្លងកាត់ឧបសគ្គបន្តិចហើយទៅមកទៅដល់ខាងលអាងព្រះអាទិត្យណាបាទ ទី1យើងតស៊ូដើរលើកំពូលប្រាសាទជាន់ទី6 អូហ្នឹងកំពូលប្រាសាទអូនេះបងប្អូនអញ្ចឹងបងអាចដើរខាងនោះអញ្ចឹងវារៀងពិបាកបន្តិច ចា បាទ កំពូលប្រាសាទ ព្រោះនេះគឺជាកំពូលប្រាសាទជាន់ទី6បាទពិសេសបងប្អូនពេលដែលបងប្អូនមកដល់កន្លែងនេះបងប្អូនត្រូវប្រយ័ត្ន អត់ទេចង់ឆ្លងពីឋានព្រះអាទិត្យទៅឋានប្រច័នពីឋានប្រច័នមកឋាន ធម្មតាទេដំណើរឆ្លងមេឃវាពិបាកអញ្ចឹងហើយហើយបងប្អូនមើលបាទពិសេសគឺយើងមើលទេសភាពទៅខាងក្រោមអូបាទអញ្ចឹងនេះគឺជាទស្សនភាពឋានជាន់ទី6ដែលយើងត្រូវធ្វើដំណើរឆ្លងទៅ យើងដើរលើកំពូល បាទយើងដើរលើកំពូលប្រាសាទបងប្អូនណាស្រួចអញ្ចឹងពេលមកហ្នឹងគឺស្បែកជើងត្រូវតែស្បែកជើងរៀង ក្នុងប្រាសាទនេះ បាទល្អបន្តិចណាបាទនេះមើលបងប្អូនខ្ញុំអត់អ្នកជំនាញភ្នំអីដែរអញ្ចឹងតើវាមកយាយគាត់ដើរ យើង3ជើង ហើយសំខាន់
កាមេរ៉ារបស់យើងដៃមកខាងកាន់កាមេរ៉ាហើយជើងបោះបាទអញ្ចឹងតស៊ូសម្បើមគ្រាន់បើដែរបងប្អូនដើម្បីបានវីដេអូចែកជូនបងប្អូនទស្សនាណាបាទឲ្យឃើញប៉ិតអ្វីដែលថាប៉ិតអាចនិយាយបានថាឧបសគ្គគ្រប់បែបយ៉ាងត្រូវតែទម្លុះទម្លាយហ្មងបាទឡើងឋានសួគ៌ថ្មិចឲ្យទាល់តែដល់ឋានព្រះអាទិត្យបាទអញ្ចឹងបងប្អូនតោះយើងចិត្តដល់កន្លែងឋានព្រះអាទិត្យហើយបងប្អូនស្កប់សិនក្រោមតែយ៉ាដើមវល្លិនេះជើងវែងលោតអូហើយមានផ្កាមានផ្លែដែរមកយាយយូរឃើញមានផ្លែដែរអូនេះផ្កាបងប្អូនមកនេះផ្កានេះអញ្ចឹងអាហ្នឹងតិចទៀតបានហូបហើយបាទអញ្ចឹងច្រើនដែរបងប្អូនអញ្ចឹងយើងនៅប្រហែលទៀតបានទៅដល់អាងព្រះអាទិត្យមកយាយដល់ហើយដល់ឥឡូវហើយណាបងប្អូនហើយតស៊ូបន្តិចទៀតដល់ហើយហើយមកដល់នេះយើងមើលឃើញមហាព្រំស្អាតអូមិញភ្លេចប្រាប់រឿងភ្នំកែបនោះដល់នោះចាំប្រាប់ភ្នំកែបដូចបរទេសអញ្ចឹងដូចបរទេសភ្លៀងហើយភ្លៀងភ្នំកែបបាត់ភ្នំកែបហើយអូភ្នំខេត្តកែបហ្នឹងហើយនេះអាខាងនេះមិនមែននេះនេះភ្នំវោហើយភ្នំខេត្តកែបនោះអូនៅលឹមតិចតោះដល់ហើយខាងនេះយើងប្រយ័ត្នបងប្អូននេះយើងមកដល់មាត់លអាងព្រះអាទិត្យហើយបងប្អូនបន្ទាប់ពីយើងដើរឆ្លងកាត់កពូលប្រាសាទជាន់ទី6មកទាំងលំបាកណាឥឡូវនេះយើងបានមកដល់មាត់លអាងច្រកលអាងព្រះអាទិត្យហើយបងប្អូនចង់ដឹងថាតើលអាងព្រះអាទិត្យមានទិដ្ឋភាពបែបណាឥឡូវនេះអញ្ជើញចូលទៅខាងក្នុងលអាងព្រះអាទិត្យជាមួយនឹងខ្ញុំតោះកំណើតជាមនុស្សយើងចូលក្នុងជ្រុំអូមកនិយាយថានេះកាលពីព្រះអាទិត្យកំណើតជាមនុស្សហើយយើងកំពុងតែដើរចូលទៅក្នុងបេះដូងរបស់ព្រះអាទិត្យហើយចូលទ្រុងគាត់ចូលមកកាពះអូនេះខ្ញុំស្គាល់តែរូបនេះមួយឯងរូបរបស់មេដារូបស្អាយសក់មួយណាទៅមកយាយនេះចិត្តនេះហើយក្រៅពីនោះអត់ស្គាល់ទេអត់ដឹងថារូបព្រះអង្គណាខ្លះអត់ដឹងទេបងប្អូនឥឡូវនេះយើងស្ថិតមកក្នុងរូងនៃលអាងព្រះអាទិត្យហើយយើងឃើញមានផ្កាថ្មដុះចេញជារូបរាងប្លែកជាច្រើនប៉ុន្តែបើតាមលោកយាយគាត់មានប្រសាសន៍ថាគាត់អត់ស្គាល់ថារូបសំណាកទាំងអស់ហ្នឹងវាប្រៀបប្រដូចទៅនឹងអ្វីឬក៏មានឈ្មោះអ្វីទេប៉ុន្តែគាត់ស្គាល់មួយដែលគាត់ដឹងអញ្ចឹងបងប្អូនទៅមើលតើគាត់ស្គាល់អីនេះបងប្អូននេះអូគេមាននឹងឆ្លាក់ឈ្មោះទៀតបាទនេះគឺជារូបនាងរំសាយសក់បាទដែលសំដៅមើលទៅឃើញកន្លែងនេះបងប្អូននេះគឺដូចជាមនុស្សស្រីដែលឈរបែរក្រោយហើយមានសក់ធ្លាក់មកអញ្ចឹងណាបាទអញ្ចឹងចំពោះផ្កាថ្មនៅក្នុងលអាងព្រះអាទិត្យនេះគឺមានច្រើនហើយមានជារូបរាងប្លែកខ្ញុំមើលទៅរូបមួយនោះស្តៀងនឹងរូបមនុស្សដូចពួកអេលៀនអញ្ចឹងឃើញទេដោយរូបអេលៀនអញ្ចឹងបាទអញ្ចឹងនេះគឺជាចម្លាក់ធម្មជាតិពិតបងប្អូនអត់មានការកែច្នៃទេគឺជាលអាងព្រះអាទិត្យដែលជាចម្លាក់ថ្មដុះចេញពីផ្កាថ្មនិងលំហូរទឹកថ្មកបោដែលបានคล้ายទៅជារូបរាងសន្តានប្លែកទាំងអស់ហ្នឹងហើយមែនតែនទៅមនុស្សយើងនៅពេលដែលបានឃើញអ្វីដែលដោះមកពីធម្មជាតិចឹងហើយតែងតែជឿតែងតែគោរពបូជាប្រយ័ត្នប្រដូចទៅនឹងរូបនេះរូបនោះអីអញ្ចឹងណាអញ្ចឹងវាអាស្រ័យទៅលើសេរីភាពនៅក្នុងការជឿរបស់បងប្អូនទេហើយអញ្ចឹងមកយាយចុះឥឡូវនេះយើងមានអីបន្ថែមទៀតនៅក្នុងហ្នឹងសំពៅរបស់ព្រះអាទិត្យ
អានេះឡើងទៅបន្ទប់ប្រម៉ាយសូយ៉ាក៏ប៉ុន្តែវាតល់ណាបើមិនតល់គួរតែយើងឡើងទៅមើលតែវាតល់អញ្ចឹងយើងមើលតែផ្លូវបានហើយ អូបងប្អូននេះលោកយាយគាត់ថានេះគឺជារូបសំពៅព្រះអាទិត្យបងប្អូនយើងអាចមើលថាដូចសំពៅអត់ មើលដូចសំពៅហ៎មើលទៅរៀងស្តៀងក្តោងបន្តិចដែរបងប្អូនដូចស្តៀងមុខកប៉ាល់អញ្ចឹងណាបាទអញ្ចឹងនេះគឺជាថ្មធម្មជាតិពិតប៉ុន្តែវាច្នៃប្រឌិតឲ្យចេញទៅជារូបរាងប្លែកអញ្ចឹងទៅបងប្អូនយើងទៅតាមជំនឿក៏ដាក់ឈ្មោះថានេះថានោះអីចឹងណាខ្ញុំនិយាយហ្នឹងមិនមែនបំណងចង់ឲ្យបងប្អូនជឿអបិយជំនឿអីទេប៉ុន្តែនេះគឺជាបាទអ្វីដែលយើងអាចមើលឃើញហើយប្រៀបធៀបទៅវាស្តៀងអញ្ចឹងមែនអញ្ចឹងនេះគឺជាលអាងព្រះអាទិត្យទិដ្ឋភាពគឺមានប៉ុណ្ណឹងហើយនៅចំណុចកន្លែងនេះលោកយាយគាត់បានប្រាប់ថាជាចដើឡើងទៅលអាង បន្ទប់ព្រះម៉ែសូយ៉ា ព្រះម៉ែសូយ៉ាណោះប៉ុន្តែកន្លែងនេះអត់មានរុនលអាងទៅមុខទៀតទេបងប្អូនគឺជាលអាងតលទេអញ្ចឹងយើងអាចត្រឹមគ្រាន់តែឃើញហើយដំណើរនិទានទាំងអស់នេះគឺចាស់ទុំព្រឹទ្ធាចារ្យពីបរមបុរាណមកគាត់ចេះតែដឹងតគ្នានិយាយតគ្នាមកអញ្ចឹងអានេះសម្រាប់ខ្ញុំមិនមែននិយាយដើម្បីបង្កើតជំនឿអីទៅដល់បងប្អូនទេបងប្អូនជឿក៏ជឿបងប្អូនមិនជឿក៏ជាសេរីភាពរបស់បងប្អូនប៉ុន្តែសម្រាប់ខ្ញុំគ្រាន់តែជូនដំណើរបងប្អូនឲ្យមកឃើញនៅអ្វីដែលជាទស្សនវិជ្ជាធម្មជាតិនៅក្នុងភ្នំកំពង់ត្រាចទាំងអស់គ្នាអញ្ចឹងលអាងចុងក្រោយរបស់យើងគឺលអាងព្រះអាទិត្យនេះហើយបន្ទាប់ពីយើងចេញដំណើរពីលអាងព្រះអាទិត្យនេះទៅគឺយើងនឹងបញ្ចប់នៅវីដេអូមួយនេះហើយសង្ឃឹមថាបងប្អូននឹងរងចាំទស្សនានៅវីដេអូភាគក្រោយជាបន្តទៀតជាមួយនឹងយើងខ្ញុំអរគុណ